កន្លែងនេះគាត់តែយករូបដែលមាននៅលើ field កញ្ចក់មកពង្រីកហើយយើងឃើញគុណភាពលម្អិតនិងការដិតដល់នៃរូបភាពទាំងអស់គឺច្បាស់លាស់មែនទែនបាទនេះគឺជា field កញ្ចក់ដើមដែលយកបង្ហាញតែមួយគត់ពីព្រោះវាមានលក្ខណៈផុសស្រួលខ្លាំងមែនទែនបាទទាំងនេះគឺជារូបថត field កញ្ចក់អំពីគំនូរនៅប៉ែកខាងក្នុងនៃព្រះវិហារព្រះកែវមរកតស្ថិតនៅក្នុងព្រះបរមរាជវាំងដែលធ្លាប់ត្រូវបានគេជឿជាក់ថាបានបាត់បង់ទៅប៉ុន្តែស្រាប់តែនាពេលថ្មីនេះរូបគំនូរដ៏កម្រនិងដ៏ល្អឯករបស់វិចិត្រករខ្មែរនៅដើមសតវត្សទី20ត្រូវបានប្រទេសរកឃើញជាថ្មីឡើងវិញតាមរយៈរូបគំនូរ field កាមេរ៉ាកញ្ចក់ដែលផលិតឡើងនៅប្រទេសអង់គ្លេសនិងដែលត្រូវបានថតនិងសិក្សាស្រាវជ្រាវដោយជនជាតិបារាំង Olivier de Bernon ជាសាស្ត្រាចារ្យនៃសាលាបារាំងចុងបូព៌ាដល់ពេលលោកសាស្ត្រាចារ្យនឹងបានពិនិត្យមើលរូបថតនៅលើ field កញ្ចក់នេះគឺលោកបានភ្ជាក់ដោយយល់ឃើញថាតាមការពិតគំនូរដែលមាននៅលើ field កញ្ចក់ហ្នឹងមិនមែនជាគំនូរថែខាងក្រៅដែលមានរហូតមកដល់បច្ចុប្បន្នគឺជាគំនូរនៅក្នុងព្រះវិហារដែលធ្លាប់មាននៅបាត់បង់ទៅវិញហើយដូច្នេះហើយគឺជាការរកឃើញមួយដ៏អស្ចារ្យដោយសារវាអនុញ្ញាតឲ្យយើងអាចមើលឡើងវិញនៅអ្វីដែលធ្លាប់ជាបេតិកភណ្ឌដ៏អស្ចារ្យរបស់ខ្មែរដែលបាត់បង់ជាយូរណាស់ហើយដែលថាភាគច្រើនដែលស្រាវជ្រាវបានគិតថាมันអាចមើលវិញបានពីព្រោះរូបថតដែលបង្ហាញគំនូរហ្នឹងគឺកម្រណាស់ដែរនិយាយខ្លីគឺគ្មានអ្នកណាបានឃើញចាប់តាំងពីឆ្នាំ62រហូតមកដល់បច្ចុប្បន្នក៏អត់មានអ្នកណាបានឃើញទេកន្លែងនេះយើងខ្ញុំបានថតនៅរូបដែលមានលើកឡើងរបស់លោក Blaise Guillaume ជាសហប្រធាននៃសារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុព្រះស្រីអេសានវរ្ម័នហៅកាត់ថាសារមន្ទីរសសរការបាត់បង់នៅក្នុងឆ្នាំ1962រហូតដល់ការរកឃើញឡើងវិញដ៏កម្រនៃរូបថតអំពីគំនូរព្រះវិហារព្រះកែវមរកតនាពេលបច្ចុប្បន្ននេះគឺជាលទ្ធផលនៃការតាំងបង្ហាញពិព័រណ៍ថ្មីមួយដែលកំពុងប្រព្រឹត្តទៅនៅឯសារមន្ទីរសសរយើងឃើញនៅក្នុងឆ្នាំ1924ចឹងរូបថតមួយចំនួនដែលយើងខ្ញុំបានរកឃើញក៏បានស្កានឲ្យពង្រីកឲ្យបានគុណភាពខ្ពស់ដើម្បីអ្នកទស្សនាអាចមើលឲ្យបានលម្អិតនៅក្នុងរជ្ជកាលរបស់ព្រះអង្គជាក់ស្ដែងពុំមានសំណង់បូជនីយដ្ឋានបែបខ្មែរផ្សេងទៀតណាមួយពីសម័យព្រះអង្គនៅសេសសល់ឡើយតាមការសិក្សាស្រាវជ្រាវរបស់ជនជាតិបារាំងលោក Olivier de Bernon នៅវិទ្យាស្ថានបារាំងចុងបូព៌ាប្រទេសហៅកាត់ថា FAO ព្រះវិហារព្រះកែវមរកតធ្លាប់មានប្រវត្តិកសាងឡើងនៅក្នុងព្រះបរមរាជវាំងនៅចន្លោះឆ្នាំ1895រហូតដល់ឆ្នាំ1902គឺជាគំនិតផ្ដួចផ្ដើមរបស់ព្រះមហាក្សត្រព្រះបាទនរោត្តមដែលបានកសាងនិងយកលំនាំតាមស្ថាបត្យកម្មខ្មែរសង់ឡើងអំពីឈើនិងឥដ្ឋក៏ប៉ុន្តែនារយៈពេលជាច្រើនទសវត្សរ៍កន្លងមកសំណង់ព្រះវិហារធ្វើអំពីឈើកាន់តែមានភាពទ្រុឌទ្រោមនិងតម្រូវឲ្យមានការជួសជុលឡើងវិញនៅក្នុងកំឡុងឆ្នាំ1962ដែលជាពេលវេលាមួយដែលរូបគំនូរនៅក្នុងព្រះវិហារបានឈានទៅរកការបាត់បង់ទាំងស្រុងរូបថតជាឯកសារដែលយើងខ្ញុំបានរកឃើញតាមការស្រាវជ្រាវជាពិសេសរបស់លោក Olivier de Bernon គឺយើងបានពង្រីកឲ្យបង្ហាញឧទាហរណ៍កន្លែងហ្នឹងយើងឃើញរូបថតខ្មៅសនៃព្រះវិហារព្រះកែវមរកតក្នុងទសវត្សរ៍ឆ្នាំ20ឬក៏ឆ្នាំ30ដែលយើងឃើញថានៅលើជញ្ជាំងនេះយើងឃើញគំនូរច្បាស់មានគំនូរពេញដោយក្នុងវត្តដតីឬក្នុងវិហារនៃវត្តដតីគឺមានគំនូរពេញនឹងហើយចឹងយើងបានពង្រីករូបហ្នឹងពីព្រោះរូបថតហ្នឹងគឺកម្រឃើញជាពិសេសកម្រឃើញព្រះវិហារព្រះកែវមរកតដែលមានគំនូរលម្អជញ្ជាំងដូចពេញនឹងហើយបើសប្តាហ៍យើងចូលនៅក្នុងព្រះវិហារព្រះកែវមរកតគឺវាដូចនេះនេះគឺជាព្រះវិហារព្រះកែវមរកតបច្ចុប្បន្នហើយយើងឃើញជញ្ជាំងហ្នឹងគឺពណ៌ជ្រាមឈូកដោយសារអត់មានគំនូរអីទាំងអស់គំនូរនោះវាត្រូវបាត់បង់តាំងពីការជួសជុលនៅក្នុងឆ្នាំ62បាទហើយដូច្នេះហើយនៅក្នុងពិព័រណ៍របស់យើងខ្ញុំនេះគឺជាឱកាសមួយដែរដើម្បីរំលឹកអំពីប្រវត្តិនៃព្រះវិហារព្រះកែវមរកតគឺជាវត្តព្រះកែវមរកតយើងខ្ញុំមានរូបថតមួយដែលកម្រឃើញបំផុតគឺរូបថតនេះយើងខ្ញុំបានរកឃើញតែមួយគត់គឺជារូបថតនៃការរដ្ឋានជួសជុលព្រះវិហារដែលនេះប្រហែលជាក្នុងឆ្នាំ1963លោកវ៉ាន់ម៉ូលីវ៉ាន់ដែលជាស្ថាបត្យករដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជាត្រូវបានប្រទានភារកិច្ចជួសជុលព្រះវិហារព្រះកែវមរកតដោយគណៈព្រះបិតាព្រះមហាវីរក្សត្រព្រះបាទនរោត្តមសីហនុដែលកាលនោះលោកគង់ជាព្រះប្រមុខរដ្ឋលោកបានប្រទានភារកិច្ចឲ្យលោកវ៉ាន់ម៉ូលីវ៉ាន់ជួសជុលហើយលោកវ៉ាន់ម៉ូលីវ៉ាន់បានយល់ឃើញថាដើម្បីជួសជុលព្រះវិហារគ្មានជំរើសក្រៅតែពីធ្វើឲ្យជញ្ជាំងមានលក្ខណៈមាំជាងមុនពេលហ្នឹងហើយគឺត្រូវតែវាយជញ្ជាំងឲ្យគំនូរក៏ទៅតាមនឹងដែរក៏ប៉ុន្តែលោកវ៉ាន់ម៉ូលីវ៉ាន់គាត់បានយល់ច្បាស់អំពីតម្លៃនិងសារៈសំខាន់នៃគំនូរទាំងឡាយនេះក៏លោកបានបញ្ជាឲ្យសាស្ត្រាចារ្យមួយចំនួននៃខាងសាលារចនាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈសប្តាហ៍ថ្ងៃមក
គូចំឡងគំនូទាំងអស់នៅតាមចិញ្ចាំងដោយសារលោកមានកម្រងថានៅពេលដែលចុះជុលវិញហើយអាចគូឡើងវិញបានក៏ប៉ុន្តែជាការសោកស្ដាយដោយសារការដ្ឋានជួសជុលបានប្រើរយៈពេលយូរក៏ដោយសារមានភាពចលាចលហើយចាប់ពីឆ្នាំ70ទៅក៏មានសង្គ្រាមនៅក្នុងប្រទេសហ្នឹងគឺមិនដែលបានគូឡើងវិញហើយរូបភាពចម្លងដែលបានគូហ្នឹងគឺបានគូនៅលើกระดาษកាល់កែហើយកระดาษកាល់កែទូយូរទៅវាផុយនេះជាមូលហេតុដែលគេបានជឿថាគំនូរនៅតាមចិញ្ចាំងព្រះវិហារព្រះកែវមរកតគឺបាត់បង់រហូតមកដល់ឆ្នាំ2024យើងរកឃើញនៅរូបថតដែលមាននៅលើហ្វីលកញ្ចក់ដែលជាឱកាសតែមួយគត់ដើម្បីឃើញគំនូរហ្នឹងបែបលំអិតដែលធ្លាប់មាននៅក្នុងព្រះវិហារព្រះកែវមរកតបាទការតាំងពិព័រណ៍ដែលមានរយៈពេល5ខែនិងដែលបានចាប់ផ្ដើមឡើងកាលពីថ្ងៃទី4តុលាឆ្នាំ2025រហូតដល់ខែកុម្ភៈឆ្នាំ2026ខាងមុខមិនត្រឹមតែតាំងបង្ហាញនៅរូបគំនូរដែលបានបាត់បង់និងរកឃើញឡើងវិញប៉ុន្តែក៏បានបង្ហាញផងដែរនៅរឿងរ៉ាវជាច្រើនស្ដីអំពីការកសាងព្រះវិហារតួអង្គសំខាន់ដែលបានចូលរួមនៅក្នុងការកសាងបង្ហាញពីវត្ថុសិល្បៈដែលមាននៅក្នុងព្រះវិហារព្រមទាំងបង្ហាញសាក្សីនិងអ្នកចូលរួមស្រាវជ្រាវអំពីរឿងរ៉ាវនៃគំនូរនិងព្រះវិហារផងដែរអ្វីដែលសំខាន់បំផុតនៅក្នុងពិព័រណ៍នេះដោយសារយើងខ្ញុំចង់ឲ្យអ្នកទស្សនាគាត់មិនត្រឹមតែយល់អំពីប្រវត្តិនៃព្រះវិហារព្រះកែវមរកតមិនត្រឹមតែយល់អំពីមូលហេតុនៃការបាត់បង់គំនូរក៏ដូចជាព្រឹត្តិការណ៍ដែលបាននាំឲ្យរកឃើញគំនូរនឹងឡើងវិញប៉ុន្តែយើងចង់ឲ្យភ្ញៀវគាត់អាចមើលគំនូរដែលយើងបានរកឃើញឡើងវិញទៅដូច្នេះហើយគឺដោយធ្វើការជាមួយដៃគូបច្ចេកទេសយើងខ្ញុំបានថតឡើងវិញនៅគំនូរដែលមាននៅលើហ្វីលកញ្ចក់ហើយក៏បានផលិតនៅបន្ទាក់នេះថ្មីមួយដែលយើងអាចប្រៀបជាមួយនឹងហ្វីលកញ្ចក់ប៉ុន្តែយើងធ្វើលក្ខណៈ digital ចឹងទៅគឺយើងអត់ប៉ះពាល់ដល់ហ្វីលកញ្ចក់ដែលចាំបាច់ត្រូវតែអភិរក្សពីព្រោះជាបេតិកភណ្ឌប៉ុន្តែយើងបានយករូបហើយភ្ញៀវដែលគាត់អញ្ជើញមកហ្នឹងគឺគាត់អាចចាប់ហ្វីលកញ្ចក់ណាមួយហើយប្រចាំងបែបនេះការធ្វើដំណើររបស់ព្រាហ្មណ៍ជូជក់នៅតាមផ្លូវទៅរកព្រះវេស្សន្តរជូជក់បានវង្វេងផ្លូវហើយសួរព្រានព្រៃម្នាក់មានទីតាំងស្ថិតនៅឯភាគខាងត្បូងព្រះបរមរាជវាំងលក្ខណៈពិសេសរបស់ព្រះវិហារព្រះកែវមរកតឬហៅថាវត្តព្រះកែវមរកតមានលក្ខណៈខុសប្លែកពីវត្តផ្សេងទៀតដែលពុំមានព្រះសង្ឃគង់នៅឡើយប៉ុន្តែព្រះវិហារឬវត្តព្រះកែវមរកតគឺជានិមិត្តរូបដ៏មានឥទ្ធិពលតំណាងឲ្យរបបរាជានិយមនិងក៏ជាទីកន្លែងដ៏សំខាន់មួយសម្រាប់ការប្រារព្ធព្រះរាជពិធីសាសនានិងជាទីកន្លែងនៃការសិក្សាសាលាភាសាបាលីផងដែរលោកលេងកុកអានគឺជាអ្នកជំនាញសិក្សាស្រាវជ្រាវនិងអភិរក្សផ្នែកសាស្ត្រាស្លឹករឹតម្នាក់នៅកម្ពុជាបានកោតសរសើរការរកឃើញនៅរូបគំនូរនិងការរក្សាបាននៅសាស្ត្រាភាសាបាលីច្បាប់ដើមនៅក្នុងព្រះវិហារព្រះកែវមរកតខ្ញុំដែលចំណាប់អារម្មណ៍ជាងគេគឺគំនូរដែលតាមថែវរឿងរាមកេរ្តិ៍នេះគឺល្អលេខ1ក៏ប៉ុន្តែយើងក្នុងវិហារព្រះកែវមរកតដោយសារយើងបាត់ផោះតាងជាគេហៅថាគេលុបអស់ណាបាទយើងប៉ុន្តែយើងដឹងជាមានស្នាមយើងស្នាមដោយសារមានថតទុកអញ្ចឹងយើងអាចដឹងនេះដែលថតទុកដែលតាមនេះយើងមានស្នាមបាទនេះសិស្សគំនូរដែលមានស្នាមណាឲ្យជាគំនូរបុរាណយើងគិតមកជាគំនូរបុរាណដែលកម្រិតវត្តណាដែលមានគូបានណារាល់វត្តអារាមទាំងអស់ដែលខ្ញុំធ្វើការស្រាវជ្រាវជាង30ឆ្នាំបានន័យថាវត្តដទៃទៀតមិនមានភាសាបាលីច្រើនទេវិហារកែវមរកតនេះគឺមានប្រសោតបានន័យថាមានវិន័យមានអភិធម្មអញ្ចឹងបានន័យថាកម្ពីទាំងអស់នេះបានន័យថាក្តោបនៃបត្រៃបីដកទាំងអស់ជាព្រះសទ្ធមវិន័យក៏មានបានតែប្រសូតក៏មានអភិធម្មទាំងអស់ហើយក៏ជាច្បាប់ដើមនៃបត្រៃបីដកដែលមាន2500ខ្សែជាងជាច្បាប់ដើមហើយដែលបានន័យថាក្រុមជំនុំបត្រៃបីដកនេះពីដើមគឺយកកពីនេះឯងដែលកើតសាលាបាលីនៅតាមថែវវិហារកែវមរកតពីដើមកើតសាលាបាលីអត់មានកន្លែងរៀននេះគឺរៀនតាមថែវនៅក្នុងវាំងទាំងអស់កើតសាលាដល់បរិយដល់3បានតែមានបឋមមានមជ្ឈិមមានដល់ឧត្តមនេះថ្នាក់បញ្ចប់ហ្នឹងហើយអញ្ចឹងមានថែវទាំងអស់ហ្នឹងរៀនភាសាបាលីយកឯកសារដែលនៅក្នុងវាំងនេះយកទៅប្រែព្រះវិហារព្រះកែវមរកតជាព្រះវិហារនៅក្នុងវត្តដែលជាវត្តរបស់ព្រះបរមរាជវាំងអញ្ចឹងវាពាក់ព័ន្ធទៅនឹង
រាជានិយមខ្មែរក៏វាពាក់ព័ន្ធទៅនឹងសាសនាខ្មែរវាមានសារៈសំខាន់ពីព្រោះជាព្រះវិហាររបស់ព្រះមហាក្សត្រហើយព្រះវិហារដែលមាននៅក្នុងព្រះបរមរាជវាំងគឺលក្ខណៈសំខាន់មួយទៀតដោយសារព្រះវិហារព្រះកែវមរកតហ្នឹងគឺបានកសាងក្នុងលក្ខណៈប្រណិតបំផុតសប្តាហ៍ថ្ងៃយើងនឹងឲ្យថាគឺព្រះបរមរាជវាំងជាទីតាំងមួយដែលតាក់ទាញអ្នកទស្សនាជាខ្មែរច្រើនជាងគេក្រៅពីប្រាសាទអង្គរអញ្ចឹងគឺខ្មែរទូទៅគាត់ចាប់អារម្មណ៍ណាស់ទៅលើអ្វីដែលជាសាសនាផងអ្វីដែលជាព្រះមហាក្សត្រផងអញ្ចឹងហើយគឺនេះជាឱកាសមួយដែលកម្រមានក្នុងការបង្ហាញនៅបេតិកភណ្ឌដែលបាត់បង់ហើយមិនដែលបានឃើញតាំងពីឆ្នាំ62ហើយយើងខ្ញុំបានសម្បត្តិយកមកដាក់តាំងនេះរយៈពេល5ខែចឹងខ្ញុំសូមអញ្ជើញសាធារណជនទាំងអស់ឲ្យមកមើលនៅអ្វីដែលគេធ្លាប់ចាត់ទុកថាជាបាត់បង់រហូតប៉ុន្តែឥឡូវយើងមានដាក់តាំងនៅកន្លែងនេះ